ក្នុងនាមខ្ញុំជាប្រធានគណៈបកកម្លាំងប្រជាធិបតេយ្យនិងជាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ហើយក៏ជួសមុខឲ្យសមាជិកសមាជិកាគណៈបកកម្លាំងប្រជាធិបតេយ្យទាំងអស់សូមសម្ដែងនៅការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាក្នុងការបញ្ជូនពាក្យបណ្ដឹងទៅតុលាការ ICJ តុលាការយុត្តិធម៌ក្នុងការស្វែងរកភាពច្បាស់លាស់ក៏ដូចជាផ្ដល់នៅយុត្តិធម៌ដល់កម្ពុជាក្នុងសំណុំរឿងប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3ក្នុងបុព្វហេតុការពារជាតិមាតុភូមិក៏ដូចជាការពារនៅអធិបតេយ្យភាពបូរណភាពទឹកដីចំពោះការដាក់ពាក្យបណ្ដឹងទៅតុលាការ ICJ នេះមិនថាគណៈបកនយោបាយនោះទេសូម្បីតែប្រជាពលរដ្ឋទូទាំងប្រទេសដែលមានឈាមជ័រជាជនជាតិខ្មែរគឺគាំទ្រនិងសាទរនៅចំណាត់ការនេះខ្លាំងណាស់បាទហើយប្រហែលថ្ងៃកន្លងមកនេះឃើញមានភាពតានតឹងចំពោះការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាចំពោះបូរណភាពទឹកដីកម្ពុជាគឺកម្ពុជាទូទាំងប្រទេសបានបដិញ្ញាហើយថាមិនឲ្យបាត់បង់1មីលីម៉ែត្រឡើយទោះស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយបងប្អូនជាទីគោរពស្រឡាញ់ទឹកដីកម្ពុជាបាត់បង់អស់ច្រើនណាស់មកហើយទឹកដីកម្ពុជាគឺមានទឹកតាំងច្បាស់លាស់នៅក្នុងប្រវត្តិសាស្ត្រហើយក៏មានឯកសារយ៉ាងត្រឹមត្រូវក្នុងការទាមទារដែរមិនមែនការដាក់ពាក្យបណ្ដឹងនេះដើម្បីបំពាននិងឈ្លានពានទៅលើអធិបតេយ្យភាពរបស់ប្រទេសណាមួយនោះទេកម្ពុជាគ្រាន់តែចង់បានភាពច្បាស់លាស់អំពីព្រំដែនសីមារបស់កម្ពុជាតែប៉ុណ្ណោះទេមិនចង់បានទឹកដីរបស់អ្នកដែលកំពុងបំពាននោះទេបាទហើយខ្ញុំសូមបញ្ជាក់ថាគ្រប់គណៈបកនយោបាយនៅកម្ពុជាគឺបានក្រោកឈរនិងគាំទ្រចំពោះចំណាត់ការនេះទាំងអស់មកដល់ពេលនេះហើយយើងត្រូវតែនាំគ្នាសាមគ្គីគ្នាដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជាឲ្យបានល្អប្រទេសកម្ពុជាទូចតែស្មារតីជាតិនិយមគឺផុសផុលនិងគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល 100% ហើយកម្ពុជាមិនដែលរើសអើងជាតិសាសន៍ណាពូជសាសន៍ណាម្ដងណាទេកម្ពុជាតែងតែគោរពនិងផ្ដល់តម្លៃទៅដល់គ្រប់ជាតិសាសន៍ទាំងអស់ដូច្នេះវិធីដែលល្អចំណាត់ការដ៏ល្អដឹកដៃគ្នាទៅចូលតុលាការបាទហើយតុលាការ ICJ នេះគឺជាតុលាការឯករាជ្យបំផុតមិនបានដោយការចោទប្រកាន់របស់ប្រទេសថៃដែលបានឈ្លានពានមកលើកម្ពុជានោះទេបាទរឿងអ្នកទទួលស្គាល់មិនទទួលស្គាល់នោះជារឿងរបស់អ្នកតែច្បាប់គឺជារឿងច្បាប់មួយដូច្នេះការរៀបចំនីតិវិធីបែបណាគឺនៅលើតុលាការ ICJ គាត់ជាអ្នករៀបចំកោះហៅទៅតាមនោះដូច្នេះខ្ញុំសូមកោតសរសើរ
នៅភាពអង្គអាចក្លាហានរបស់ប្រមុខដឹកនាំកម្ពុជាក្នុងការនាំយកពាក្យបណ្ដឹងទៅតុលាការ ICJ នេះហើយក៏សូមឲ្យស្មារតីជាតិនិយមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមក្រោកឈរឡើងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់កងយុទ្ធពលខេមរភូមិន្ទជួរមុខជួរក្រោយទាំងអស់ដើម្បីបង្ហាញនៅភក្តីភាពនិងការស្រឡាញ់ជាតិមាតុភូមិទាំងអស់គ្នាបាទក្នុងនាមខ្ញុំជាអ្នកនយោបាយខ្ញុំសូមគាំទ្រនៅចំណាត់ការយ៉ាងម៉ឺងម៉ាត់ដែលបានបង្ហាញនៅភាពអង់អាចក្លាហានក៏ដូចជាបញ្ជាក់ពីភាពរឹងមាំរបស់សម្ដេចតេជោ6ចំណុចដែលលោកបានលើកឡើងបាទនេះហើយគឺជាការបង្ហាញឲ្យឃើញនៅការស្រឡាញ់សុខសន្តិភាពការថែរក្សាសន្តិភាពមិនមែនកម្ពុជាខ្លាចអាវុធយុទ្ធភ័ណ្ឌរបស់អ្នកឯងនោះទេតែកម្ពុជាមិនត្រូវការសង្គ្រាមកម្ពុជាមិនត្រូវការបង្ហូរឈាមទៀតទេកម្ពុជាត្រូវការសុខសន្តិភាពនិងភាពយុត្តិធម៌ត្រឹមត្រូវតែប៉ុណ្ណោះបាទអញ្ចឹងទេសូមភាគីដែលពាក់ព័ន្ធសូមអញ្ជើញទៅចូលរួមបាទហើយកុំប្រកាន់យកសង្គ្រាមឲ្យសោះសង្គ្រាមអត់មានអីចំណេញទេសង្គ្រាមមានតែការខាតបង់ទាំងសងខាងតែប៉ុណ្ណោះទេហើយកម្ពុជាក៏បដិញ្ញាហើយដែរមិនឲ្យអ្នកឯងបំពេញមកលើកម្ពុជានោះទេបាទអញ្ចឹងទេសូមមើលចំណុចនេះឲ្យបានច្បាស់លាស់ហើយសូមក្រុមជ្រុលនិយមថៃឈប់បន្តការញុះញង់តទៅទៀតអត់មានអីចំណេញទេអ្នកនឹងខាតបង់កាន់តែច្រើនរាប់សិបលានដុល្លារក្នុងការបំពេញមកលើកម្ពុជានេះហើយបើអ្នកនៅតែប្រកាន់ភាពជ្រុលនិយមទាំងអស់នេះអ្នកកាន់តែដើរថយក្រោយក៏ប៉ុន្តែកម្ពុជាមិនចូលរួមការដើរថយក្រោយជាមួយអ្នកទេបាទអញ្ចឹងទេគណៈបកកម្លាំងប្រជាធិបតេយ្យព្រមទាំងសមាជិកសមាជិកាសូមសម្ដែងនៅការគាំទ្រយ៉ាងពេញទំហឹងហើយនឹងគោរពចូលរួមទៅតាមចំណាត់ការរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលយើងខ្ញុំនឹងចូលរួមគាំទ្រក៏ដូចជាចូលរួមអនុវត្តនឹងការពារថែរក្សានៅសុខសន្តិភាពដែលកម្ពុជាមានបច្ចុប្បន្នជាមួយនឹងការអភិវឌ្ឍនេះឲ្យបានស្ថិតស្ថេរជានិច្ចនិរន្តរ៍